សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំតពី part មួយមកដោយវីដេអូក្នុងនេះដែរគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប block website មួយចំនួនដែលយើងអត់ចង់ឲ្យ user access ចូលបានពីច្រើននៅក្នុងក្រុមហ៊ុនធំគឺគេធ្វើការ block ដើម្បីកុំឲ្យ user ហ្នឹងគាត់អាច access ចូលទៅកាន់ YouTube ឬក៏ website social media Facebook TikTok អីចឹងទៅអញ្ចឹងខ្ញុំនឹងបង្ហាញអំពីរបៀប block website ទាំងអស់ហ្នឹងនៅលើ VirtualBox ឬក៏ VMware តែខ្ញុំប្រើ VMware ខ្ញុំប្រើ VirtualBox ទេអញ្ចឹងអីដែលយើងត្រូវការ tool យើងចាំបាច់គឺទី1 Windows Client យើងអាចយក Windows 8 Windows 9 ឬក៏11អីក៏បានដែរតែគឺខ្ញុំយក Windows 8ខ្ញុំ set up ហើយតម្លឹងហើយបើអ្នកទាំងអស់គ្នាអត់ទាន់ចេះទេអាចទៅមើលវីដេអូដំបូងរបស់ខ្ញុំបានហើយទី2គឺ PSN Firewall អញ្ចឹងPSN Firewall ហ្នឹងតួនាទីវាមានតួនាទីក្នុងការ filtering traffic network ដែលបើយើងប្រៀបធៀបឲ្យងាយយល់ទៅបានន័យថាបើយើងបង្កើតផ្លូវមួយហើយយើងអត់ចង់ឲ្យនរណាម្នាក់ជិះនៅលើផ្លូវយើងទេអញ្ចឹងយើងបង្កើតនោះដើម្បីកុំឲ្យគាត់អាចឆ្លងកាត់ផ្លូវនឹងបានអញ្ចឹងរបៀបតម្លើង PSN នេះខ្ញុំក៏បានប្រាប់នៅក្នុង part ទី1ហើយដែរអ្នកនរគ្នាអាចចូលទៅមើលបានវគ្គនេះគឺខ្ញុំនឹងប្រាប់អំពីរបៀប block website អញ្ចឹងនៅពេលដែលយើងមានពីទាំងអស់ហ្នឹងហើយយើងត្រូវ connect Windows របស់យើងនេះឲ្យធ្វើម៉េចឲ្យវាចូលទៅក្នុង LAN របស់ PSN នេះអញ្ចឹងដំបូងយើងចូលទៅកាន់ setting ហើយយើងយក network adapter នេះមកយើងយក LAN segment ទី2កន្លែង LAN segment ទី2នេះខ្ញុំយកក៏ព្រោះតែនៅក្នុង PSN របស់ខ្ញុំនេះគឺខ្ញុំដាក់ថា LAN របស់ខ្ញុំនេះគឺយក LAN segment ទី2នឹងឯងបាទខ្ញុំជ្រើសយកវាបែបហ្នឹងដើម្បីវាចូល LAN ក្នុងតែមួយនេះអញ្ចឹង LAN របស់ adapter នោះខ្ញុំយកអាទី2អញ្ចឹងហើយបាទខ្ញុំ Windows ហ្នឹងយកអាទី2ដែរបើអ្នកទាំងអស់គ្នាយកអាទី1អា LAN នោះយកទី1អា Windows ហ្នឹងគឺយកទី1ដែរអញ្ចឹងនៅពេលដែលខ្ញុំដាក់ឲ្យវាចូលក្នុង LAN តែមួយហើយខ្ញុំត្រូវ verify ថាតើវា connect ចូលហើយនៅអញ្ចឹងយើងចូល CMD ដើម្បីធ្វើការ ping វាមើលថាតើវាស្គាល់គ្នាហើយនៅពេលដែល ping គឺយើងប្រើ IP ដែលយើងបានបង្កើត LAN ពេលដែលយើង set up PSN ហ្នឹងគឺ 10.1.1.1 អញ្ចឹងគឺវាស្គាល់ហើយបើវាចេញបែបនេះបានថាវាស្គាល់ហើយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នា ping អត់ស្គាល់ទេអ្នកទាំងអស់គ្នាអាចធ្វើការបានន័យថាគឺចាប់គឺ set ខ្លួនឯង set up ហ្មងកុំយកអូតូពេលអ្នកនរគ្នាដាក់ចូលយក Ethernet មកតមកយក property scroll រក IPv4 enter វាមកហើយនេះយើងដាក់ IP address មកធម្មតានៅពេលយើងចូលដំបូងវានឹងយកអានេះ IP address automatic នេះប៉ុន្តែដោយសារតែបើវាអត់ចប់ទេយើង set up IP ខ្លួនឯងមកវាថា 10.1.1.50 ដែលថាយើងនៅក្នុង LAN ដែលយើងបានបង្កើតនឹងប៉ុន្តែយើងដូរកន្ទុយមកដាក់ដូចខ្ញុំហ្នឹងមកក៏បានដែរចឹងនៅពេលដែលយើងស្គាល់គ្នាអស់ហើយចឹងយើងត្រូវចូលទៅក្នុង firewall PSN នេះយើងយក Windows មួយណាមួយមកធ្វើជា Windows Server ហើយយើងធ្វើការ block ប៉ុន្តែខ្ញុំយក Windows មួយនេះធ្វើជា client ហ្នឹងធ្វើជា server ហងយកចង់តម្លើងច្រើនចូលទៅកាន់ browser មកធម្មតា Windows ដំបូងនៅពេលយើង install មកវាអត់មាន browser ទេអញ្ចឹងយើងត្រូវ download ច្រមនៅក្នុងនេះនៅក្នុងគេហៅថា Network Explorer អានេះឈ្មោះវាអញ្ចឹងទៅInternet Explorer យើងអាចចូលទៅក្នុង download អាហ្នឹងមកប៉ុន្តែដោយសារខ្ញុំ download ហើយគឺខ្ញុំចូលទៅច្រមនឹងយកហ្មងនៅពេលដែលយើង
ចឹងនៅពេលចូលមកកាន់ច្រមនឹងហើយយើងវាយពាក្យថា https backslash យើងវាយ LAN IP LAN របស់យើងហ្នឹងហើយ enter ចឹងយើងចូលមក firewall PSN របស់យើងហើយយើង log in ចូលទៅកាន់ user admin មកអានេះគឺជាអីដែលយើងបានដាក់នៅលើ PSN ហើយចឹងយើងគ្រាន់តែវាយវាមកនៅពេលយើងចូលហើយទូទៅវាមាន welcome screen អីចឹងទៅហើយយើងគ្រាន់ click និចរហូតទៅបានហើយតែអានេះវាអត់មានដោយសារតែខ្ញុំចូលវាច្រើនដងហើយវានឹងអត់មានទេគឺចេញបាន dashboard បែបនេះអញ្ចឹងខ្ញុំនឹងធ្វើការឧទាហរណ៍សិនខ្ញុំចង់ប្លុកទៅលើ website wiki ហើយនឹងមួយទៀត Pinterest ឥឡូវខ្ញុំឧទាហរណ៍ដល់អ្នកគ្នាមើលមុខមួយសិនចឹងយើងឃើញហើយយើងចូលបានទាំងអស់ណាទាំង wiki Pinterest ខ្ញុំលើកឧទាហរណ៍តែពីរហ្នឹងយកមកនិយាយទេនេះយើងចូលទៅ view បាន .org ចឹងដំបូងដើម្បីធ្វើការ block website ទាំងអស់នឹងបានទី1យើងចូលទៅកាន់ alias យើងកំណត់វានៅក្នុង alias មួយសិនយើងយក alias ហើយយើង click ពាក្យថា add យើងកាត់ name ចឹងខ្ញុំនឹងទី1ខ្ញុំនឹងធ្វើការ block wiki មុនdescription យើងដាក់ក៏បានអត់ដាក់ក៏បានហើយ type យើងយក host ហើយ IP address ហើយយើងវាយ address របស់វាមកគឺ wiki យើងត្រូវវាយអីត្រូវបើអត់ត្រូវវាអត់ block ទេ pedia.org ហើយខ្ញុំធ្វើការ add មួយទៀតគឺ www ពេលខ្លះយើងវាយតែ wiki.org ហ្នឹងវា block ហើយប៉ុន្តែមួយទៀតគឺ www worldwide ហ្មងគឺវាអត់តាន់ block អញ្ចឹងយើងត្រូវដាក់ទាំងពីរ wikipedia.org អញ្ចឹងវាត្រូវអស់ហើយ save ហើយខ្ញុំនឹង add មួយទៀតគឺដើម្បីធ្វើការ block ទៅលើ Pinterest block Pinterest pinterest.com ហើយមួយទៀត www pinterest.com ហើយខ្ញុំ save នៅពេលដែល save ហើយយើងក៏ដាក់ពាក្យថា apply change click ទៅលើ apply change ហ្នឹងហើយតោះមកយើងចូលទៅកាន់ firewall យក rule នៅពេលយើងចូលមកដល់ rule ហើយយើងយកពាក្យថា LAN ចូល LAN ហើយយើង add click add ឡើយនេះបញ្ហាយើង set up rule
ទៅលើវាអញ្ចឹង action មិនហើយយើងចង់ធ្វើអីគេ action ហ្នឹងគឺយើង block ហើយ interface យើងយក LAN TCP v4 ដាក់ដដែល protocol TCP ហើយ source យើងយកពាក្យថា LAN subnet ពាក្យ destination យើងយកនេះ address or alias នេះតមកយើង input ឈ្មោះដែលយើងបាន block ហ្នឹងគឺ wiki មើលខ្ញុំ check មើលសិនថាសេត្រូវអត់ទេអូតែសេឈ្មោះខុសណាចឹងបើយើងខុសនេះវាអាចនឹងចឹងមកខ្ញុំចូល check ម្ដងទៀតនៅពេលដែលយើងនេះហើយយើង save ឈ្មោះនេះខុសអីកុំឲ្យតែពេលដែលកន្លែងយើងដាក់ IP address ហ្នឹងខុសហើយតមកយើង add មួយទៀតនេះយក LAN IPv4 TCP LAN subnet និង address or alias ហើយ block អានេះ block Pinterest okay save apply change ហើយយើងចូលទៅមើលហើយមួយទៀតយើង complete ដាក់វាទៅតាម order ន័យថាបើសិនជាយើង block Pinterest block wiki នេះដាក់នៅក្រោមយើងធ្វើ scroll វាអូសដាក់មកលើនេះវិញតាម order នេះ anti logout នេះមួយតមកចាំ block ចឹងខ្ញុំចូលទៅ check មើលសិន hello វាខុសឈ្មោះខុសអីpinterest.com pinterest ត្រូវហើយ Wikipedia Wikipedia ចឹងត្រូវអស់ហើយចឹងខ្ញុំនឹងធ្វើការ test ចឹងដើម្បីធ្វើការ test យើងត្រូវ clear account សិន clear account សិនយើងចូលទៅកាន់នេះមក setting វាយកអត់ clear ទេវាអាចនឹងជាប់ចឹងវាអាច log in ធម្មតាបានយើង clear មកតង់សិន clear browsing data អូខេនៅពេលដែល clear ហ្នឹងហើយយើងនៅតែថាអត់តាសំណុកចិត្តមួយទៀតយើងអាចចូលទៅកាន់ច្រកCMD យើងប្រើ command ដើម្បីធ្វើការ clear គឺ IP config //DNS ចឹងវានឹងថា clear អស់ហើយ successfully ចឹងយើងចូលមកកាន់ច្រកវិញដដែលមកយើងសាកធ្វើការចូលទៅកាន់ wiki នឹងម្ដងទៀត Wikipedia មួយទៀតគឺ Pinterest យើងចាំបន្តិចសិន internet វារៀង slow ចុះយើង click ចូលមកវានឹងចេញពាក្យថា cannot reach ចឹងវានឹងពាក្យថា design can't be reached ដោយសារតែយើងបាន block វាហើយមើល wiki ម្ដង
chúng ta check connection check proxy firewall running Windows network ចឹងទៅមើលចូល wiki ម្ដងមើលនៅចូលបានទៀតអត់ហើយយើងថាក់ចូលទៅកាន់ YouTube មួយទៀតមើលខាងទៀតថាខ្ញុំក៏ហកថាអានឹងមកពីអត់អ៊ីនធឺណិតបានចូលអត់កើតអត់ទេមិនមែនមកពីអត់អ៊ីនធឺណិតទេបើអត់នេះឃើញខ្ញុំចូល YouTube បានអត់មកឯ wiki ក៏ចូលអត់កើតដែរខ្ញុំអត់ភាសាអីយើងបាន set up rule ចូលអត់កើតទេចំណែក YouTube មកខ្ញុំតែ YouTube ហ្នឹងមិនមកពីអត់អ៊ីនធឺណិតដោយសារយើង set up នៅលើ firewall ហើយអញ្ចឹងវាអត់អាចធ្វើការចូលទៅបានទេតែ website ផ្សេងៗយើងអាចចូលបានធម្មតាឃើញអត់ដូចជា YouTube អីផ្សេងៗហ្នឹងគឺយើងនៅតែអាចចូលបានធម្មតាព្រោះយើងបាន block ទេអញ្ចឹងនៅលើ firewall នេះចំពោះនៅលើ company ដែលធំភាគច្រើនគេប្រើ hardware version ខ្ពស់ដើម្បីធ្វើការ block ទៅអាហ្នឹងព្រោះដូចជា YouTube ឬក៏អីហ្នឹងវាមាន host name ច្រើនអញ្ចឹងវាអាចនឹងយើងអាចប្រើតែ PSN ហ្នឹងមួយមុខដើម្បី block បានហើយវាអាចនឹងមាន hardware ឬក៏ tool ដែលវាមានសមត្ថភាពខ្លាំងជាងហ្នឹងអញ្ចឹងអរគុណដល់អ្នកគ្នាដែលបានមើលវីដេអូនេះអញ្ចឹងវគ្គបន្ទាប់ខ្ញុំនឹងធ្វើការបង្ហាញនៅវីដេអូថ្មីៗទៀតអរគុណបាយបាយ